នៅប្រទេសថៃគេបានរកឃើញបុរសម្នាក់ត្រូវបានស្លាប់ដោយសារតែការបរិភោគសាច់ឆៅដែលមានផ្ទុកនៅជំងឺ Anthrax ដែលខ្មែរយើងហៅថាជំងឺពឹសធ្យូង Anthrax គឺជាជំងឺរាតត្បាតមួយដែលបង្កឡើងដោយសារតែពពួកបាក់តេរីមួយដែលមានឈ្មោះថា Bacillus anthracis Bacillus anthracis គឺជាបាក់តេរី gram positive ដែលវាមានសមត្ថភាពបង្កើតស្ពរវាអាចរស់នៅយូរជាង10ឆ្នាំនៅក្នុងដីក្នុងទម្រង់ជាស្ពរដែលវាអាចរស់នៅបានទាំងមានអុកស៊ីហ្សែននិងគ្មានអុកស៊ីហ្សែនការចម្លងរបស់វាតាមរយៈការប៉ះដោយផ្ទាល់ការបរិភោគនិងតាមការដកដង្ហើមការប៉ះដោយផ្ទាល់រោគសញ្ញាដំបូងរបស់វាគឺចាប់ដើមចេញកន្ទុយក្រហមដោយសត្វខាំដែលវាមានអាការៈឈឺតិចតួចបន្ទាប់ពី1ទៅ2ថ្ងៃក្រោយមកចាប់ដើមខ្លាយទៅជាពងទឹកមួយពងទឹកនោះចាប់ដើមបែកបង្កើតបានទៅជាដំបៅខ្មៅភាគច្រើនវាអត់ឈឺទេដោយសារតែដំបៅកន្លែងហ្នឹងកោសិកាត្រូវបានស្លាប់អស់ហើយប៉ុន្តែអាចមានហើមនៅតំបន់កន្លែងហ្នឹងសញ្ញាបន្ថែមអាចមានក្តៅខ្លួនអស់កម្លាំងពេលខ្លះអាចមានសិតស៊ីទៀតទី2គឺតាមរយៈការបរិភោគដែលរោគសញ្ញារបស់វាគឺឈឺកពិបាកលេបក្តៅខ្លួនហើមកឈឺពោះខ្លាំងក្អួតរាគពេលខ្លះអាចមានឈាមទៀតនិងការទាញទឹកអ្វីដែលយើងគួរប្រុងប្រយ័ត្នអ្នកជំងឺអត់បញ្ចេញរោគសញ្ញាមកទាំងអស់ទេដូច្នេះពពួកបាក់តេរីហ្នឹងវាអាចចូលទៅដល់ក្នុងចរន្តឈាមបង្កឲ្យមានសេបស៊ីសនិងបង្កគ្រោះថ្នាក់ទៅដល់អាយុជីវិតទី3គឺតាមរយៈការដកដង្ហើមដែលដំណាក់កាលដំបូងនៃជំងឺអាចក្អកឈឺកឈឺក្បាលក្តៅខ្លួនឈឺសាច់ដុំដំណាក់កាលបន្ទាប់នៃជំងឺពិបាកដកដង្ហើមឈឺទ្រូងក្អកឈាមសេបស៊ីសសช็อกនិងរលាកស្រោមខួរអញ្ចឹងការប៉ះពាល់ដោយផ្ទាល់មានអត្រាការស្លាប់ទាបជាងការបរិភោគនិងតាមរយៈការដកដង្ហើមវាទាបជាងមែនបើសិនជាយើងទៅប៉ះអត់ទាន់ទេវានឹងបង្កគ្រោះថ្នាក់ទៅដល់អាយុជីវិតដូច្នេះបើសិនជាអ្នកទាំងអស់គ្នាមានរោគសញ្ញាសូមប្រញាប់ទៅពេទ្យជាបន្ទាន់ហើយគួរជៀសវាងការបរិភោគសាច់ឆៅនិងការប៉ះពាល់ទៅលើសត្វគោដែលស្លាប់ដោយមិនដឹងមូលហេតុ